បាទចៅសូមជំរាបសួរលោកតាមានឈ្មោះអីដែរ ឈ្មោះច័ន្ទបន្តាហៅសុខើ បច្ចុប្បន្នហើយលោកតា 74 74ឆ្នាំអញ្ចឹងមានន័យថាលោកតាកាន់អាវុធចូលទៅទឹកដីថៃ បាទគេចូលគេហៅចូលព្រំដែន ចូលទៅគេចាប់អត់ហើយ ចូលទៅគេចាប់ក្រឹប ហើយគេដាក់ពន្ធនាគារតាំងពីអំឡុងឆ្នាំហ្នឹងមករហូតមកដល់បច្ចុប្បន្ន បាទគេឡើងសានភាសាខ្មែរយើងគេថាកាត់ក្តី បាទ បាទភាសាថៃគេថាឡើងសានគេឡើងមកគេថាទោសនេះឯងទៅលេងហើយខ្ញុំថាលេងពេលនេះខ្ញុំថាមិនចាប់ផ្លែឆ្នាំមិនតិចទេខ្ញុំនឹកឃើញទេអនាគតខ្ញុំមួយជីវិតទៅស្លាប់ក្នុងគុកខ្ញុំក៏មានដែរ បាទ តែគេថាមិនមែនចឹងទេ ហើយលោកតាមកពីថៃមកចូលទឹកដីខ្មែរនេះតាមរយៈច្រកណា ច្រកឡែម ច្រកឡែម បាទខ្ញុំឲ្យលុយគេអស់ 3000 បាតហើយគេឲ្យមកគេជូនឡានមកដល់ព្រំដែនហ្នឹងគេឲ្យខ្ញុំដើរឆ្លងកាត់ភ្នំ ហើយមកដល់ចំណុចណាដែលគេថតលោកតារកកូនចៅ អូនេះខ្ញុំមកដល់ម៉ោងយើងនាទីប្រហែលហ្នឹងខ្ញុំចុះទៅលើឡានពួកអ្វីអងស្រាប់ដឹកខ្សាច់ហ្នឹង បាទ ខ្ញុំសុំគេជិះឡាននៅសាមក បាទ ដល់មកចឹងទៅមកដល់ចុះកន្លែងម៉ោងហ្នឹងមាននាងស្រីប្រាប់ខ្ញុំស្រាក់នេះហើយចាំគាត់រម៉ូតូដប់ឲ្យគេឲ្យខ្ញុំក៏ចាំនៅនាងសួរថាពូខ្ញុំសុំឡាយតិចបានអត់ឡាយទៅនាងដើម្បីរកកូនចៅខ្ញុំផង បាទ ពន្ធខ្ញុំផងដល់ទួលមកខ្ញុំក៏ប្រាប់ឈ្មោះប្រាប់អីទៅទី1ឈ្មោះច័ន្ទសេងថៃទី2ច័ន្ទសេងហួរទី3ជាហ៊ុនអញ្ចឹងទៅ បាទ ខ្ញុំប្រាប់អញ្ចឹងទៅក៏នាងឡាយ ចំណុចកន្លែងណាដែលកូនទេទៅហើយដឹងស្គាល់គ្នាជាឪពុកជាកូន វាមិនទុកចិត្តបើថា បើអូខ្ញុំស្លាប់ហើយបានឃើញរូបឃើញអីអញ្ចឹងវាមិនជឿចិត្តខ្លួនវាឲ្យប្តីវាហ្នឹងកូនសាខ្ញុំហ្នឹងតាមរយខ្ញុំ បាទ តាមទៅជួបនឹងកន្លែងប៉ុស្តិ៍ប៉ូលីស បាទ នៅព្រែកអំថាប៉ាខ្ញុំប្តីជាហ៊ុនបាទហើយប្តីជាហ៊ុនមែនថាបាទមកហួរមកអីនោះនៅភ្នំសក់ បាទតែមានកូនប្រហែលអ្នកលោកតាមានកូនប្រហែលអ្នក ខ្ញុំមាន4 មាន បាទស្លាប់អស់2ហើយ 4ស្លាប់អស់ពីរ បាទ ការស្លាប់ហ្នឹងលោកតាមានវត្តមាននៅនេះហ៎ ទេអត់មាន អត់ទេថ្ងៃដែលគាត់ទទួលបានព័ត៌មានថាកូនរបស់គាត់4នាក់តែស្លាប់2នាក់ចោលគាត់ហើយអញ្ចឹងនៅសល់តែ2ទេកូនលោកតាណោះ ស្លាប់ទី3 កូនស្លាប់ដែរ ស្លាប់ដែរ ក្នុងនាមជាកូនរបស់រំភើបឯងបងនៅពេលដែរអញ្ចឹងបងនឹកស្មានទេថាគាត់នៅមានអាយុជីវិត ចាបងអត់នឹកស្មានទេ អញ្ចឹង ចាសំបីតែខ្ញុំមកពីមើលគោវិញគេប្រាប់ថានោះឲ្យក្មេងឡាយរកកូនថាបាត់កូនយូរហើយមករកកូនខ្ញុំក៏ខ្ញុំច្រឡត់គេដែរថាខ្ញុំអត់មានទេឲ្យក្មេងខ្ញុំស្លាប់យូរហើយប្តីខ្ញុំបានប្រាប់ចាហើយខ្ញុំច្រឡត់គេរហូតថានិយាយហ្នឹងមកមិនខ្ញុំមានប្តីប្រហែលខ្ញុំច្រឡត់គេវិញខ្ញុំទៅពេលគាត់ថាអត់ទេប៉ាក្មេងឯងរួមមែនណាប្រកាសតាមឡាយតាមទូរស័ព្ទហើយខ្ញុំក៏ឆ្ងល់ដែរម្ដងទៀតក៏ខ្ញុំមិញចិត្តខាងហ្នឹងក៏គាត់ឲ្យមើលទូរស័ព្ទទៅថាប៉ាឡាយមែនគាត់ឡាយឈ្មោះកូនគាត់បង្កើតទាំងអស់ហើយខ្ញុំក៏ជឿទៅខ្ញុំថាទេតែប្តីខ្ញុំថាប៉ាវិលមកវិញហើយ ដល់ពេលអញ្ចឹងទៅខ្ញុំថាអញ្ចឹងខ្ញុំទៅជួបគ្នាណាទៅយកប៉ាថាស៊ីហ៊ុនយកប៉ាមកនៅផ្ទះហើយចាំបងមកពីបូមទឹកវិញបងទៅយកគាត់អូនឯងចាំផ្ទះមួយមីងទៅខ្ញុំក៏នោះគ្នាចាំធ្វើម្ហូបចាំទទួលគាត់នៅផ្ទះហើយមិនស្ទុះទេគាត់ចុចមកប្រាប់ថាបងជិតដល់យកប៉ាមកដល់ផ្ទះស្ទុះមកដល់ហ្មង រឿងពិតពូមេភូមិអត់ហ៊ានកុហកទេបាទអត់ហ៊ានកុហកទេមើលលោកពូមេភូមិជំរាបសួរលោកពូបាទលោកពូឥឡូវរឿងរ៉ាវរឿងពិតលោកពូ បាទជារឿងប៉ិតខ្ញុំនឹកឃើញថាខ្ញុំជាបងថ្លៃបើកើតអញ្ចឹងណាបាទកើតបែកបាក់នឹងតាមពីឆ្នាំ1996ហ្នឹង បាទ គាត់ដល់ពេលចឹងគាត់ចេញទៅធ្វើទើបហ្នឹងតាមពីធ្វើទើបហ្នឹងដឹងថាធ្វើទើបដឹងថាគាត់ស្លាប់ហើយគាត់បាត់យូរពេកគាត់ថាស្លាប់ខ្ញុំជឿតែស្លាប់ហើយទើបដល់ពេលផ្សព្វផ្សាយដល់ពេលមានខ្ញុំមើល Facebook គាត់ថាគាត់រស់នឹងមើលគាត់ថាមានគាត់ទេដល់ពេលចាប់ដើមដល់គាត់មកដល់បើនៅខាងខាមានគាត់រស់វាមានជីវិតហើយកូនអញ្ចឹងគាត់ដាំបាយដាំទឹកទាំងទួទៅមកឧទ្ទិសផលទាំងឲ្យអោមកទទួលផលអញ្ចឹងណាជារឿងប៉ិតខ្ញុំជឿថាប៉ិតខ្ញុំនឹកឃើញថាគាត់ស្លាប់ហើយ តែពិតកូនសែនរាល់ឆ្នាំហើយណា សែនរហូតហៅរហូត បាទ ហៅគាត់រហូត អញ្ចឹងសែនធ្នូសែនអីហ្នឹងគឺហៅគាត់រហូតហើយ រហូតហៅទាំងប្តីទាំងប្រពន្ធទាំងបងដែលស្លាប់ទៅ2នាក់ ឥឡូវមកមែន ចាហៅខ្មោចបងថ្លៃ2នាក់ម៉ែក្មេកនិងឪក្មេក ឥឡូវមកដល់នៅមុខនេះ ដល់មកឥឡូវបានប្រាគាត់ទៅជោគជ័យហើយបងប្រាគាត់រូបរាងពិតមិនមែនសែនខ្មោចដូចមុនទេបងយើងបាយទឹកនៅពិតប្រកបមិនមែនឲ្យធុកចោល ឥឡូវបដូរពីសែនឧទ្ទិសទៅគាត់បែរជារៀបបាយ រៀបទឹកឲ្យគាត់ហូបចាបាយពិតទឹកពិតហូបចេញពីចិត្តពិត បាទ ចា ចឹងលោកពូមេភូមិបញ្ជាក់រឿងនេះអត់មានបណ្ឌិតទេណាបាទ